ហើយបើអ្នកអានអ្នកសិក្សាទៅមើលអាឃ្លានឹងល្អមែនទេគាត់ចេះធ្វើឧបមាវិធីបុនធឿនយប់ឡើងទៅឃើញអ្នកថ្មើរព្រៃដុតបរិយដុតភ្លើងយន្តដើកអីវាឆេះព្រៃដប់ទៅគាត់ថាភ្លើងឆេះល្អរន្ទាលដូចទិដ្ឋភាពពេលរាត្រីនៅទីក្រុងរ៉ូមអញ្ចឹងគេក៏ឆ្លុះម្ចាំងអាការភ្លើងឆេះព្រៃនេះដូចជាភ្លើងនៅទីក្រុងរ៉ូមអានេះទីក្រុងរ៉ូមនឹងភ្លើងវាល្អវប្បធម៌វាខ្ពង់ខ្ពស់អីចឹងទៅពេលត្រឡប់មកវិញបុនធឿនមកវិញអុកសុកក៏ដើរតាមមាត់សឹងសង្កែហ្នឹងគាត់ទៅដល់វត្តពោដល់វត្តពោគាត់ឃើញតុងព្រលឹងណារូបនេះរូបកពើហ្នឹងនេះបង្ហាញឃើញណាឲ្យតែមនុស្សខ្មែរស្លាប់គេដាក់តុងព្រលឹងហើយព្រោះតុងព្រលឹងវាតាក់ទងនឹងវប្បធម៌ខ្មែរវាមានបញ្យលនៅក្នុងប្រជុំរឿងព្រេងខ្មែរខ្ញុំគ្មានពេលចាំថ្ងៃណាឬក៏ចាំខ្ញុំនិយាយទៅព្រោះតុងព្រលឹងនឹងវាវែងណាស់ឃើញនេះគេបង្ហាញបុនធឿននេះចង់ដឹងថាអ្នកណាស្លាប់ណោះអញ្ចឹងហើយបានគេទៅមើលរូបថតនៅមុខមឈូសហ្នឹងដល់ទៅមើលបានឃើញថាអូនាងវិជ្ជវីទៅណោះហេតុអីនាងមកស្លាប់ទាំងវ័យក្មេងខ្ញុំចាំថាពេលណានោះខ្ញុំនិយាយរឿងហ្នឹងណាហើយខ្ញុំក៏និយាយថាធម្មតាអ្នកការគេដាក់រូបថតទេដាក់ក៏វាមិនខុសដែរប៉ុន្តែគាត់ខ្ញុំនិយាយថាពីដើមវាគេមិនដាក់បើតោះណាពីដើមវាមិនសូវមានសម្បូរម៉ាស៊ីនថតអញ្ចឹងណាហ្នឹងទី1ទី2ទៀតគេចេះគិតថាបើដាក់រូបថតទៅកូនកំឡុងហ្នឹងមិនទទួលភ្ញៀវវាដូចជាមើលងាយភ្ញៀវអញ្ចឹងបានកូនកំឡុងត្រូវតែមកទទួលភ្ញៀវវាជាការគួរសមវាជាប្រពៃណីរបស់ខ្មែរប៉ុន្តែថាដាក់វាអត់ខុសទេអញ្ចឹងសពមិនចាំបាច់ត្រូវដាក់គួរសមមិនទទួលភ្ញៀវមិនកើតត្រូវតែដាក់បើមិនដាក់មិនគេដឹងថាអ្នកណាជាអ្នកស្លាប់ចាឃើញទេពេលហ្នឹងហើយដែលម្ដាយនាងវិធីវីនេះមកដល់ឃើញបុនធឿនមើលក្មួយមកនេះមីងអាវីវាទុកសម្បត្តិមួយឲ្យក្មួយនឹងជញ្ជៀនមកវងហើយក៏ប្រាប់ទៅបុនធឿនទៅថាមីងមិនដឹងថាសេចក្តីស្នេហារបស់ក្មេងៗដល់ប៉ុណ្ណឹងណោះខុសវាព្រោះពីមីងនេះវាខុសហើយព្រោះបានផ្ដាច់អ្នកទាំងពីរហ្នឹងបុនធឿនយកសម្បត្តិនឹងមកអានទៅឃើញមកដល់បងបុនធឿនបងអានអក្សរានេះប្រហែលជាប្អូនលាចាកលោកនេះហើយតែសូមបងកំតូចចិត្តអីសូមបងខិតខំរៀនសូត្របានពេញទៅហើយបងសម្លឹងមើលនារីណាម្នាក់ដែលមានចរិយាមារល្អយកគេធ្វើជាប្រពន្ធចុះធ្វើម៉េចយើងជាតិហ្នឹងយើងបានជួបគ្នាតែប៉ុណ្ណោះឃើញទេឃ្លាប្រយោគដែលសរសេរមកគឺថាបាននៃបង្កប់នៅនៃអប់រំហើយបង្កប់នៅតម្លៃនៃវប្បធម៌ខ្មែរហើយបុនធឿនអានចប់ក៏សំពះលាម្ដាយនាងវិទ្វីទៅត្រឡប់ទៅផ្ទះវិញទៅរឿងផ្កាសពោតនេះអប់រំយុវជនខ្លាំងណាស់